លោក Christopher Columbus កើតនៅឆ្នាំ1451នៅក្នុងទីក្រុង Genoa របស់ប្រទេសអ៊ីតាលីគាត់គឺជាកូនប្រុសរបស់អ្នកតម្បាញរួមជាម្នាក់តាំងពីក្មេងមកគាត់បានបង្ហាញចំណាប់អារម្មណ៍លើសមុទ្រនិងការចង់ដឹងចង់ឃើញភាពអស្ចារ្យនៅពិភពខាងក្រៅពីប្រទេសនៅក្នុងតំបន់អឺរ៉ុបគាត់បានសិក្សាអំពីផែនទីការធ្វើនាវាចរនិងតារាសាស្ត្រហើយសបិនរបស់គាត់គឺការរកទឹកដីថ្មីនិងផ្លូវទៅកាន់ភាពសម្បូរបែបនៃទ្វីបអាស៊ីនៅក្នុងវ័យជាង30ឆ្នាំឬ40ឆ្នាំស្ដើងលោក Columbus បានទទួលបទពិសោធន៍យ៉ាងច្រើនរួចទៅហើយនៅក្នុងការធ្វើដំណើរតាមទូកតាមឆ្នេរសមុទ្រនៃសមុទ្រ Mediterranean និងអាហ្វ្រិកផងដែរដោយរៀនអំពីចរន្តខ្យល់និងការធ្វើដំណើរនាវាចរផ្លូវឆ្ងាយទោះបីជាមានមន្ទិលសង្ស័យពីអ្នកប្រាជ្ញនិងអ្នករុករកចំនួននោះក៏ដោយគាត់បានបង្កើតជំនឿយ៉ាងមុតមាំថាគាត់អាចទៅដល់អាស៊ីដោយជិះនាវាទៅទិសខាងលិចឆ្លងកាត់មហាសមុទ្រអាត្លង់តិកជិះជាងផ្លូវដ៏វែងឆ្ងាយជុំវិញទ្វីបអាហ្វ្រិកចក្ខុវិស័យរបស់គាត់គឺការបញ្ចូលគ្នានៅមហិច្ឆតាភាពក្លាហានការស្រែកឃ្លានកេរ្តិ៍ឈ្មោះនិងទ្រព្យសម្បត្តិផងដែរលោក Columbus បានចំណាយពេលវេលាជាច្រើនដើម្បីស្វែងរកការគាំទ្រសម្រាប់បេសកកម្មរបស់គាត់មួយនេះទីបំផុតគាត់អាចបញ្ចុះបញ្ចូលស្ដេច Ferdinand និងម្ចាស់ស្ត្រី Isabella នៅក្នុងប្រទេសអេស្ប៉ាញឲ្យជួយឧបត្ថម្ភការធ្វើដំណើររបស់គាត់នៅក្នុងឆ្នាំ1492ក្នុងវ័យ41ឆ្នាំព្រះរាជាអេស្ប៉ាញបានយល់ព្រមដោយមើលឃើញពីសក្តានុពលនៃការពង្រីកអាណាចក្ររបស់ពួកគេដើម្បីទទួលបានទ្រព្យសម្បត្តិនិងការប្រជែងជាមួយនឹងមហាអំណាចអឺរ៉ុបមួយទៀតគឺប៉ុកទុយហ្គាល់ហើយបានផ្ដល់ឲ្យលោក Columbus នៅនាវាចំនួន3ដែលមានឈ្មោះថា Santa Maria ដែលជានាវាដឹកលោក Columbus ផ្ទាល់ Pinta និង Nina និងមនុស្សប្រហែលជា90នាក់ផ្សេងទៀតរួមទាំងនាវិកជាងឈើអ្នករុករកនិងទាហានផងដែរនៅថ្ងៃទី3ខែសីហាឆ្នាំ1492លោក Columbus បានចេញដំណើរពី Palos នៅក្នុងប្រទេសអេស្ប៉ាញបេសកកម្មដំបូងរបស់គាត់គឺការធ្វើដំណើរទៅភាគខាងត្បូងតាមបណ្ដោយឆ្នេរនៃទ្វីបអាហ្វ្រិកទៅកាន់កោះ Canary ដែលជាទឹកដីរបស់អេស្ប៉ាញដើម្បីស្តុកទុកការផ្គត់ផ្គង់និងការធ្វើការជួសជុលនាវាបន្តិចបន្តួចផងដែរកងនាវាបានចាក់ចេញពី Canaries នៅថ្ងៃទី6ខែកញ្ញានៅក្នុងឆ្នាំ1492ដោយធ្វើដំណើរឆ្ពោះទៅទិសខាងលិចទៅកាន់មហាសមុទ្រអាត្លង់តិកដ៏ធំល្វឹងល្វើយមិនធ្លាប់មានពីមុនមកគ្មានជនជាតិអឺរ៉ុបណាមួយបានឆ្លងកាត់មហាសមុទ្រទឹកដ៏ធំល្វឹងល្វើយបែបនេះពីមុនមកទេហើយនាវិកបានប្រឈមទៅនឹងកន្លែងដែលពួកគេមិនស្គាល់ដោយមានអារម្មណ៍លាយឡំជាមួយនឹងការរំភើបក៏ដូចជាសេចក្តីភ័យខ្លាចផងដែរលោក Columbus គឺជាប្រធានក្រុមជាអ្នកដឹកនាំត្រូវតែរក្សាវិន័យសិលធម៌និងសេចក្តីសង្ឃឹមនៅក្នុងចំណោមមនុស្សទាំងនេះនាវិកជាច្រើនមានអារម្មណ៍ថាពួកគេបានចាក់ចេញពីពិភពលោករួចទៅហើយឬក៏ត្រូវបាត់បង់ជីវិតនៅក្នុងសមុទ្រឬវង្វេងនៅក្នុងផ្ទៃសាគរដ៏ធំល្វឹងល្វើយដែលមើលមិនឃើញកោះត្រោយលោក Columbus បានប្រើការរួមបញ្ចូលគ្នារវាងសិទ្ធិអំណាចការបំផុសគំនិតដើម្បីរក្សាក្រុមនាវិកឲ្យរួបរวมគ្នាដោយរំលឹកផងដែរអំពីប្រាក់រង្វាន់ដែលពួកគេទទួលបានបើសិនជាបេសកកម្មមួយនេះទទួលបានការជោគជ័យការធ្វើដំណើរមានភាពតានតឹងក្រុមនាវិកបានស៊ូទ្រាំទៅនឹងខ្យល់ព្យុះព្រះអាទិត្យដ៏ក្តៅហែងរលកធំនិងការផ្គត់ផ្គង់អាហារមានកំណត់ផងដែរលោក Columbus ពឹងផ្អែកលើការរុករករបស់គាត់ដោយការប៉ាន់ស្មានទីតាំងផ្អែកលើផ្កាយព្រះអាទិត្យនិងការគណនាថេរវេលាល្បឿននិងទិសដៅជាពិសេសគឺផ្អែកលើបទពិសោធន៍ពីមុនថ្ងៃបានប្រែក្លាយទៅជាសប្តាហ៍ហើយនាវិកមានភាពស្ងៀមស្ងាត់ផងដែរតែយ៉ាងណាក៏ដោយក៏លោក Columbus នៅតែបដិញ្ញាចិត្តមានទំនុកចិត្តនិងជំរុញទឹកចិត្តក្រុមនាវិកឲ្យមានការជឿជាក់លើការគណនានិងវិនិច្ឆ័យរបស់គាត់ភាពជាអ្នកដឹកនាំរបស់គាត់គឺថារក្សាភាពស្ងៀមស្ងាត់ការប្រើប្រាស់អំណាចមានសារៈសំខាន់ណាស់នៅក្នុងការបន្តបេសកកម្មឲ្យទៅមុខទោះបីជាមានការភ័យខ្លាចនិងការបាក់កម្លាំងក៏ដោយនៅទីបំផុតគឺនៅថ្ងៃទី12ខែតុលាឆ្នាំ1492អ្នកមើលផ្លូវនាវាឈ្មោះ Pinta ដែលមានឈ្មោះថា Rodrigo de Triana បានស្រែកប្រកាសថាគេបានមើលឃើញដីហើយកងនាវាបានទៅដល់កោះមួយនៅក្នុងប្រទេស Bahamas ដែលលោក Columbus កាលនោះបានហៅវាថា San Salvador
ដោយជឿថាគាត់បានទៅដល់អាស៊ីហើយគាត់បានហៅអ្នកស្រុកដើមទាំងនោះថា Indians ឬក៏ជាតិសាសន៍ឥណ្ឌាក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍បន្ទាប់លោក Columbus បានរុករកនៅក្បែរនោះផងដែររួមមានប្រទេសគុយបានិង Hispaniola ដោយកត់ត្រាអំពីទឹកដីធនធាននិងប្រជាជនផងដែរគាត់បានចាប់យកទឹកដីសម្រាប់ប្រទេសអេស្ប៉ាញដោយដាំដើមឈើឆ្កាងនិងទង់ជាតិជានិមិត្តសញ្ញានៃអធិបតេយ្យភាពហើយបានបង្កើតជាទីតាំងទីលំនៅតូចសម្រាប់ចាប់ផ្ដើមអាណានិគមផងដែរលោក Columbus បានត្រឡប់ទៅប្រទេសអេស្ប៉ាញវិញនៅថ្ងៃទី15ខែមិនិនាឆ្នាំ1493បន្ទាប់ពីការធ្វើដំណើរអស់រយៈពេលជាង7ខែគាត់បាននាំយកមកវិញនៅមាសសត្វសេកគ្រឿងទេសនិងជនជាតិអាមេរិកដើមជាច្រើនមកជាមួយដោយផ្ទាល់ដើម្បីថ្វាយព្រះមហាក្សត្រ Ferdinand និងម្ចាស់ស្ត្រី Isabella ជាភស្តុតាងនៃបេសកកម្មដ៏ជោគជ័យរបស់គាត់នៅក្នុងវ័យ42ឆ្នាំលោក Columbus បានសម្រេចនៅស្នាដៃមួយដែលមិនធ្លាប់មានពីមុននៅក្នុងទ្វីបអឺរ៉ុបគាត់បានឆ្លងកាត់មហាសមុទ្រអាត្លង់ទិកទៅដល់ទឹកដីដែលគេមិនស្គាល់ហើយបើកផ្លូវសម្រាប់ការរុករកនិងការធ្វើអាណានិគមបន្ថែមទៀតថ្មីបើកេរ្តិ៍ឈ្មោះរបស់គាត់មានភាពល្បីល្បាញក៏ដោយក៏គាត់នៅតែជឿជាក់ថាគាត់បានរកឃើញកោះនៅជិតអាស៊ីដោយមិននឹកស្មានថាគាត់បានរកឃើញទ្វីបថ្មីទាំងស្រុងនោះឡើយគុណសម្បត្តិផ្ទាល់របស់លោក Columbus គឺការតាំងចិត្តភាពក្លាហានការរុករកដ៏ប៉ិនប្រសប់និងភាពជាអ្នកដឹកនាំជាអ្នកបំផុសគំនិតមានសារៈសំខាន់ណាស់ចំពោះភាពជោគជ័យនៃការធ្វើដំណើរមួយនេះគាត់បានធ្វើដំណើររុករកទីតាំង3បន្ថែមទៀតគឺនៅក្នុងចន្លោះឆ្នាំ1493រហូតដល់1504ដោយការរុករកឃើញកោះ Caribbean ផ្នែកខ្លះនៅទ្វីបអាមេរិកកណ្ដាលខាងត្បូងនិងការពង្រីកវត្តមានរបស់ប្រទេសអេស្ប៉ាញបន្ថែមទៀតនៅក្នុងពិភពលោកថ្មី